ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺសូមនាំអារម្មណ៍បងប្អូនមកទស្សនាពីរបៀបនាងខ្ញុំធ្វើខសាច់ជ្រូក3ជាន់ពងទាហាត់ជាស្រ័យផងបើសិនជានាងខ្ញុំនិយាយទៅរឿងរ៉ាវរអួលដោយសារថ្ងៃនេះឈឺកហើយណាមួយនៅចិត្តផ្ទះនឹងមានកេកាថ្លង់ក្បាលមីក្រូនៅម្នាក់ឯងទេបងប្អូនអើយអត់ដឹងធ្វើអីញ៉ាំទេម៉ាក់ប៉ាបងប្អូននឹងគឺគាត់ទៅការអស់ហើយនៅសាច់ជ្រូក3ជាន់ក្នុងអាធុងតកកនឹងប្រហែលខាំប្រហែលជា6ខាំក៏នឹកឃើញខពងទានឹងឯងព្រោះសាច់នឹងរៀងស្លេកដែរបើយើងយកទៅស្លក៏វាមិនសូវឆ្ងាញ់ដែរអញ្ចឹងចាប់ផ្ដើមប្រមូលពងទាទាំងអស់មាន13គ្រាប់14គ្រាប់ប៉ុន្តែស្អុយអស់មួយអញ្ចឹងនេះខ្ញុំប្រមូលគ្រឿងក្រៅទាំងអស់នឹងយកទៅលាងឲ្យស្អាតសាច់ជ្រូកនឹងគឺនាងខ្ញុំលាងច្រើនទឹកបន្តិចដោយសារតែយើងខ្លះសេ2ថ្ងៃអីហើយអញ្ចឹងបើសិនយើងលាងអត់ច្រើនទឹកទេវាអាចនឹងធំក្លិនពេលដែលយើងដាក់ខហើយពងទាហ្នឹងគឺនាងខ្ញុំលាងទឹកដែរមុននឹងយកវាទៅស្ងោរពេលលាងហ្នឹងគឺនាងខ្ញុំយកអាចដាច់ដោះឆ្នាំងនឹងដោះវាអស់ជាតិដីជាតិអីអញ្ចឹងណាលាងរួចរាល់អស់ហើយគឺនាងខ្ញុំចាប់ផ្ដើមយកពងទាហ្នឹងទៅដាក់ស្ងោរទុកវាចោលទៅចាប់ផ្ដើមមកហាន់សាច់ប្រឡាក់អ្នកខ្លះគឺគេអត់មានប្រឡាក់សាច់ទេគឺគេលីងគ្រឿងលីងអីហើយគេដាក់ឆឹងជាមួយស្ករហ្មងតែនាងខ្ញុំអត់ទេសាច់ជ្រូកហ្នឹងគឺនាងខ្ញុំហាន់វាដុំបែបហ្នឹងហើយនាងខ្ញុំចាក់ចូលក្នុងឆ្នាំងហើយចាប់ផ្ដើមដំខ្ទឹមហ្នឹងគឺនាងខ្ញុំក៏ច្រាមរៀងច្រើនបន្តិចដោយសារនាងខ្ញុំទុកប្រឡាក់សាច់ផងនិងទុកលីងជាមួយនឹងស្ករក្រហមផងឲ្យវាឈ្ងុយអញ្ចឹងណាអញ្ចឹងដាក់ចូលក្នុងសាច់ហ្នឹងពាក់កណ្ដាលទៅតបមកយកត្បាល់ចាប់ផ្ដើមបុកម្រេចទាំងអស់គឺមាន2ថង់នាងខ្ញុំចូលចិត្តប្រើម្រេចគ្រាប់ដោយសារតែម្រេចគ្រាប់គឺវាឈ្ងុយអាម្រេចដែលគេលក់ស្រាប់ហ្នឹងវាស្រួលក៏ពិតមែនតែវាអត់សូវឈ្ងុយដូចម្រេចគ្រាប់ចឹងទេអញ្ចឹងខ្ញុំបុកវាឲ្យម៉ត់ហើយនាងខ្ញុំចាប់ផ្ដើមដាក់ចូលនៅក្នុងសាច់ហ្នឹងមកល្មមទេសល់ប៉ុន្មានគឺដាក់ទុកនៅចានទុកលីងជាមួយស្ករណាខនាងខ្ញុំនេះលក្ខណៈរៀងច្រើនតង់តិចអ្នកខ្លះគេប្រឡាក់សាច់ហើយគឺគេអត់មានទុកខ្ទឹមទុកស្អីទៅលីងបន្ថែមទេតែនាងខ្ញុំក្បាច់ក្បូរសម្បើមហើយសាច់ហ្នឹងបន្ទាប់ពីដាក់ម្រេចដាក់អីហើយនាងខ្ញុំចាប់ផ្ដើមបង់គ្រឿងបន្ថែមមានស្ករបន្តិចប៊ីចេងបន្តិចអំបិលបន្តិចនិងទឹកប្រេងខ្យងនឹងបន្តិចចូលក្នុងហ្នឹងយើងប្រឡាក់សាច់មុននឹងយកទៅខបែបនេះគឺធ្វើឲ្យសាច់របស់យើងវាចូលជាតិល្អហើយវារឹងសាច់ល្អខទៅគឺវាអត់ងាយបែកទេចឹងនាងខ្ញុំដាក់វាចោលហើយនាងខ្ញុំមកមើលពងទារបស់យើងឆ្អិនល្មមបិទភ្លើងហើយដួសវាដាក់ត្រាំនៅក្នុងទឹកត្រជាក់ឲ្យវាត្រជាក់ហើយចាំយើងចាប់ផ្ដើមបកសម្បករបស់វាថ្ងៃហ្នឹងបញ្ចូលសលេងឬទៅសលេងកណូតបើកឬទៅសលេងក្បាលមីក្រូទេនេះចឹងអធិស្ឋានផងបងប្អូនឥឡូវនាងខ្ញុំចាប់ផ្ដើមបកពងទាអីហើយអស់ហើយគឺយើងចាប់ផ្ដើមខគ្រឿងក្រៅរបស់យើងមានតែប៉ុណ្្នឹងទេដំបូងគឺនាងខ្ញុំចាប់ផ្ដើមដាក់ស្ករក្រហមចូលនៅក្នុងនឹង2ស្លាបព្រាសិនដោយសារតែនាងខ្ញុំបានដាក់ស្ករប្រឡាក់ចូលក្នុងសាច់ខ្លះហើយដែរអញ្ចឹងចាំពេលដែលស្ទើរផ្អែមចាំយើងថែមស្ករសទៅតាមក្រោយទៅហើយលីងស្ករនឹងតតឡើងឈ្ងុយពេលដែលលីងស្ករឆឹងស្ករនឹងបងប្អូនត្រូវប្រយ័ត្នបើសិនជាយើងលីងជ្រុលវាធ្វើឲ្យស្ករនឹងខ្លោចល្វីងឲ្យខយើងនឹងអញ្ចឹងយើងលីងប្រយ័ត្នប្រយែងឈ្ងុយល្មមហើយនេះខ្ញុំចាប់ផ្ដើមដាក់ខ្ទឹមសនិងម្រេចនឹងចូលលីងបន្ថែមទៀតហើយខ្លះគេអត់ចាំបាច់ដាក់លីងអីចឹងឯងព្រោះយើងប្រឡាក់ហើយតោះមកនាងខ្ញុំថែមទឹកត្រីប្រចាំតកូលរបស់ម៉ាក់នាងខ្ញុំទឹកត្រីគេអត់មានលក់ទេធម្មតានាងខ្ញុំស្លនាងខ្ញុំអត់សូវចេះដាក់ទឹកត្រីក្រហមហ្នឹងទេដោយសារវាក្រហមពេកតែដោយសាររ៉ូទិញទឹកត្រីបកងប៉ាអត់បាននាងខ្ញុំចេះតែញ៉ាំទឹកត្រីបកងប៉ាទេតែគេអត់មានលក់អញ្ចឹងទៅប្រើទឹកត្រីម៉ាក់តែយើងខដាក់ទឹកត្រីហ្នឹងគឺធ្វើឲ្យខរបស់យើងកាន់តែក្រហមស្អាតអញ្ចឹងនាងខ្ញុំដាក់សាច់ច្បល់ជាមួយនឹងគ្រឿងហ្នឹងតិចហើយបាទនាងខ្ញុំដាក់ពងទាក្លុកចូលនៅក្នុងសាច់ហ្នឹងនាងខ្ញុំមិនដឹងថាបងប្អូនខរបៀបណាទេអញ្ចឹងបើសិនជាមានការលើសលួសឬក៏លក្ខណៈខុសតំណងត្រង់កន្លែងណាជួយខមមិនប្រាប់នាងខ្ញុំផងអញ្ចឹងនាងខ្ញុំរងាស់សាច់នឹងពងទានឹងតតែវាឡើងក្រហមមើលទៅតំណងដែរតាអញ្ចឹងហើយបាននាងខ្ញុំចាប់ផ្ដើមចាក់ទឹកធម្មតាចូលនាងខ្ញុំដាក់ទឹកនឹងមួយចានកន្លះខបើសិនជាយើងចង់ឲ្យឆ្ងាញ់គឺយើងត្រូវរងាស់វាតតែនៅប៉ែករងាស់វាយូរបន្តិចទៅអញ្ចឹងនាងខ្ញុំដាក់ទឹកមួយចានកន្លះហើយនាងខ្ញុំអត់មានធ្វើអីវាទៀតទេគឺនាងខ្ញុំគ្របវាតែគ្របក៏មិនគ្របឲ្យជិតដែរគឺប្រហែលប៉ុណ្ណឹងនាងខ្ញុំបើកភ្លើងរឹមរងាស់វានាងខ្ញុំរងាស់ឡើងចិត្ត2ម៉ោងទម្រាំតែវាខាស់បានដល់ប៉ុណ្ណឹងណាពេលហ្នឹងគឺនាងខ្ញុំភ្លក់ស្ទើស្ករបន្តិចប៊ីចេងបន្តិចអំបិលបន្តិចនាងខ្ញុំក៏ថែមវាទៅតាមចំណង់ចំណូលចិត្តឲ្យទុកឲ្យពុះម្ដងទៀតនាងខ្ញុំបិទភ្លើងហើយបន្ទាប់មកចាប់ផ្ដើមស្រុះបន្លែវិញខនាងខ្ញុំអត់ចេះញ៉ាំតែឯងទេគឺត្រូវមានបន្លែអ្នកខ្លះតតែខត្រីបានគេញ៉ាំជាមួយបន្លែតែនាងខ្ញុំអត់ទេឲ្យតែខគឺញ៉ាំជាមួយបន្លែតកួនស្រស់ស្ពៃក្តោបស្រស់ស្វាយខ្ចីសាប់ហើយនឹងទឹកសក់អាហ្នឹងចំណង់ចំណូលចិត្តរបស់នាងខ្ញុំឥឡូវឆ្អិនហើយបងប្អូនតោះញ៉ាំបាយតំណងឯងបងប្អូនអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ